ACU រកឃើញអធិការនគរបាលស្រុកប្រវត្តិម្នាក់ទទួលលុយពីជនជាតិចិនថៃប្រមាណ $77,900 មេខ្លាំងក្រុមឆបោកតាមអនឡាញជាស្នូលរងការដោះលែងអង្គភាពប្រឆាំងអំពើពុករលួយ ACU រកឃើញអធិការរងនគរបាលស្រុកប្រវត្តិខេត្តបាត់ដំបងម្នាក់ឈ្មោះវ៉ាន់វិស្នាទទួលលុយពីជនជាតិចិនថៃ $77,900 ដែលជាមេខ្លោងក្រុមឆបោកតាមអនឡាញជាធ្នូរងចាំការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបានតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2025 នេះក្រៅពីអធិការរងនគរបាលស្រុកប្រវត្តិក្នុងអង្គភាពប្រឆាំងអំពើពុករលួយក៏បានរកឃើញមនុស្សចំនួន 5 នាក់ផ្សេងទៀតដែរដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុមឆបោកតាមអនឡាញនេះនៅក្នុងនោះមានឈ្មោះតាំងសំណាងជាយោធាមានខ្លួនឈ្មោះហេសុកណាមានខ្លួនឈ្មោះមុននីសុកដារ៉ូមានខ្លួនឈ្មោះអូវីរិនរាវីជាថៅកែពួកឆបោកតាមអនឡាញចំនួន43នាក់ជាជនជាតិថៃនិងជាអ្នកចំណាយលុយ $77,900 រត់ការដោះលែងកូនចៅកិច្ចខ្លួននិងឈ្មោះស៊ីសុផាសផាស៊ូជនជាតិថៃកិច្ចខ្លួនតាមអង្គភាពប្រឆាំងអំពើពុករលួយករណីនេះបានកើតឡើងតាំងពីខែឧសភាឆ្នាំ 2025 មកម្លេះពោលគឺនៅពេលប័ណ្ណបញ្ជារបស់អាដាមសេនីសោថេងអគ្គស្នងការនគរបាលជាតិសហការជាមួយមូលដ្ឋានបានចុះត្រួតពិនិត្យប្រតិបត្តិការរដ្ឋាភិបាលថ្ងៃទី 2 ខែឧសភាឆ្នាំ 2025 នៅក្នុងក្រុងប៉ោយប៉ែតហើយរកឃើញអ្នកចូលមកស្នាក់នៅព្រមទាំងធ្វើការខុសច្បាប់ជាច្រើនអ្នកនៅក្នុងនោះជនជាតិថៃ43នាក់ស្រី20នាក់ដែលធ្វើការបោកប្រាស់តាមអនឡាញនៅយប់ថ្ងៃទី 6 ខែឧសភាឆ្នាំ 2025 ឈ្មោះបាញ់វិស្នាបានប្រគល់ប្រាក់ $24,400 ទៅឲ្យហេសុកណានៅខេត្តកំពតដើម្បីរត់ការសោកប៉ាន់ដែលមានឈ្មោះមនីសុកដារ៉ាជាអ្នកសុបស៊ីលនិងជួយលាក់តាក់បាំងការផ្ទេរប្រាក់អង្គភាពប្រឆាំងអំពើពុករលួយកំពុងបន្តរកឃាត់ខ្លួនជនជាប់ចោទ 4 នាក់ទៀត